សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានកម្មវិធីមួយទាក់ទងនឹងការគ្រប់គ្រង stock ដើម្បីមកបង្ហាញជូនបងប្អូនទាំងអស់គ្នាហើយតើរាល់ថ្ងៃនេះបងប្អូនមានបញ្ហាក្នុងការគ្រប់គ្រង stock ដែរទេទី1ទាក់ទងនឹងការដកចំណាយ stock រៀងរាល់15ថ្ងៃម្ដងទី2ទាក់ទងនឹងការបូកនៃការប្រើប្រាស់ឱសថរយៈពេល1ខែដើម្បីយើងធ្វើរបាយការណ៍មែនទេថ្ងៃនេះដែរខ្ញុំនឹងនាំបងប្អូនទាំងអស់គ្នាទៅទស្សនាអំពីការចងក្រងនៃកម្មវិធី Google Sheet ដែលខ្ញុំបានចងក្រងឥឡូវយើងនឹងធ្វើការបង្ហាញជូនបងប្អូនទាំងអស់គ្នានៅពេលនេះយើងមានទម្រង់របាយការណ៍បែបនេះហើយធម្មតារបាយការណ៍របស់យើងតែងតែមានចំនួនសល់ពីខែមុនបន្តមកទៀតដល់ពេលដែលយើងបានទទួលឆ្នាំចូលមកគឺយើងឧទាហរណ៍យើងបានទទួលនៅក្នុងប្រចាំខែយើងបានទទួល50ទៅមកទៀតគឺចំនួនសរុបនេះគឺឡើង150ហើយយើងទៅមើលនៅក្នុងសម្រង់របស់យើងវិញនៅក្នុងសម្រង់របស់យើងគឺមានបែបនេះគឺយើងមានថ្ងៃទី1ដល់ថ្ងៃទី15គឺយើងសរុបម្ដងថ្ងៃទី16ដល់ថ្ងៃទី31ឬក៏ថ្ងៃទី30ឬថ្ងៃទី28ទៅតាមខែនីមួយៗគឺយើងមានសរុបម្ដងនិងសរុបរួមកន្លះខែបានទៅជាសរុបរួមតែដោយឡែកទាក់ទងនឹងការធ្វើរបាយការណ៍នេះនៅពេលដែលយើងធ្វើសម្រង់ប្រចាំថ្ងៃខ្ញុំឧទាហរណ៍ឆ្នាំនៅលេខរៀងទី1នេះនៅថ្ងៃទី1យើងប្រើអស់2អញ្ចឹងឃើញសរុប15ថ្ងៃនេះគឺយើងសរុបបាន2ហើយសរុបរួមនេះគឺយើងសរុបបាន2ដោយមិនបង្ហាញចំនួនកន្លះខែលើកទី2ទេបន្តមកទៀតថ្ងៃទី4យើងប្រើអស់2ទៀតនេះគឺជាការឧទាហរណ៍ទេលេខទូចដើម្បីងាយស្រួលយល់ថ្ងៃទី10គឺយើងប្រើអស់10អញ្ចឹងកន្លះខែរបស់យើងគឺយើងប្រើអស់14បន្តមកទៀតបើសិនជាយើងចង់មើលថាតើ14នេះវាមានចេញនៅក្នុងរបាយការណ៍ទេយើងចុចមកក្នុងរបាយការណ៍ឃើញទេចេញ14អញ្ចឹងចំនួនចេញនេះគិតតែជារយៈពេលថ្ងៃទី1ដល់ថ្ងៃទី15បន្តមកទៀតបើសិនជាមានការប្រើទៀតឧទាហរណ៍ថ្ងៃទី17យើងប្រើអស់2ទៀតអញ្ចឹងឃើញនៅកន្លះខែទី2នេះគឺឃើញមានចំនួនចេញ2ទៀតអញ្ចឹងវាសរុប16ដោយខាងដើមនេះ4ហើយនៅកន្លែងសរុបលើកទី2នេះ2ទៀតទាំងអស់16ហើយបើសិនជាមានការចេញហូរហែទៀតអញ្ចឹងខ្ញុំឧទាហរណ៍ខ្ញុំវាលេខចូលទៅឃើញទេ12ហើយនិង14អញ្ចឹង26អញ្ចឹងចំនួនចេញយើងមកមើលនៅកន្លែងចំនួនចេញគឺ26អញ្ចឹងនៅក្នុងរបាយការណ៍នេះបងប្អូនទាំងអស់គ្នាគឺមានភាពងាយស្រួលនៅពេលដែលបងប្អូនធ្វើការងារប្រចាំថ្ងៃទៅលើសម្រង់ឱសថនេះប្រចាំខែពេលដែលដល់ខែបងប្អូនវាបញ្ចប់គឺបងប្អូនមិនចាំបាច់ធ្វើការបូកដកអីទៀតទេគឺរបាយការណ៍យើងបានចប់សពគ្រប់ហើយនឹងរួចរាល់ដោយយើងមិនពិបាកហើយម្យ៉ាងទៀតបើសិនជាឆ្នាំនេះ total សរុប150ហើយចេញ26ខ្ញុំឧទាហរណ៍បន្ថែមទៀតថាវាចេញលើសពីចំនួនដែលយើងសល់អញ្ចឹងខ្ញុំសូមចងកន្លែងនេះសិនដោយសារកន្លែងនេះយើងកុំឲ្យពិបាកយើងរត់មកមើលរបាយការណ៍អញ្ចឹងសមតលយើងនៅសល់124នេះគឺវាឆ្លុះប្រចាំងនៅក្នុងរបាយការណ៍នេះ124អញ្ចឹងពេលខ្លះយើងមិនចាំបាច់មកមើលរបាយការណ៍ទេយើងប្រឹងធ្វើការទៅលើតែសម្រង់ប្រចាំខែនេះទៅយើងអាចមើលសមតលករណីថ្ងៃទី26នេះយើងប្រើអស់124គ្រាប់អញ្ចឹង124គ្រាប់គឺអស់សមតលរបស់យើងនេះគឺអស់អញ្ចឹងបើយើងមកមើលក្នុងរបាយការណ៍អូខេគឺអស់អញ្ចឹងរបាយការណ៍យើង0ប៉ុន្តែដោយសារយើងមិនទាន់ដាច់ខែយើងនៅសល់ពេល3-4ថ្ងៃទៀតអញ្ចឹងឆ្នាំនេះនឹងមានប្រើទៀតអញ្ចឹងករណីហ្នឹងវាមានជំរើស2ទី1គឺយើងស្នើសុំទៅ
ស្រុករដ្ឋបាលដើម្បីសុំថ្នាំបន្ថែមតែបើសិនយើងណាសុំទៅមិនបានគឺយើងត្រូវការទិញពីផ្សារអញ្ចឹងឧទាហរណ៍ថាខ្ញុំឧទាហរណ៍លេខតូចៗយើងទិញពីផ្សារ100ទៀតគឺយើងវាយចូលនៅកន្លែងទិញយើងវិញឃើញតួលេខរបស់យើងឡើងគឺសរុប250ចេញ150នៅសល់100ហើយនេះគឺជាទម្រង់របាយការណ៍ប៉ុន្តែនៅពេលដែលយើងធ្វើរបាយការណ៍ទៀតយើងធ្វើរបាយការណ៍បន្តទៀតដល់ថ្ងៃទី29ឆ្នាំរបស់យើងនៅ100ប៉ុន្តែយើងប្រើអស់70ទៀតថ្ងៃទី29អញ្ចឹងឆ្នាំយើងនៅសល់30ហើយជាស្ដែងឆ្នាំ30របស់យើងនេះយើងរាប់ទៅវាមិនគ្រប់30ទេនៅក្នុងកំប៉ុងដោយសារតែយើងយកមកទៅវាមានបែកមានបាក់ហើយអញ្ចឹងឧទាហរណ៍ថាឆ្នាំយើងនៅសល់30ក្របក្នុងតួលេខនៅក្នុងរបាយការណ៍តែយើងរាប់ជាក់ស្ដែងនៅសល់តែ28គ្រាប់អញ្ចឹង2បត្តនាអញ្ចឹង2វាអាចបែកអញ្ចឹងបើសិនជាវាបែក2យើងបែក2មកអញ្ចឹងវាចេញបែក2អញ្ចឹងរបាយការណ៍របស់យើងគឺវាត្រឹមត្រូវឃើញនៅសល់28អញ្ចឹង250ដក220ដក2អញ្ចឹងនៅសល់28ហើយម្យ៉ាងទៀតនៅក្នុងនោះដែរគឺបងប្អូនទទួលបាន AMC គ្រប់ឱសថគ្រប់មុខប៉ុន្តែជាក់ស្ដែងយើងចង់បាន AMC មុខណាគឺយើងស្រង់យកតួលេខមុខទៅប៉ុន្តែនៅក្នុងរបាយការណ៍នេះនឹងឆ្លុះបង្ហាញ AMC MOS និងស្ថានភាពជូនបងប្អូនទាំងអស់គ្នានៅខាងគៀនដើម្បីបងប្អូនមើលបើសិនជាបងប្អូនតម្រូវការធ្វើគឺបងប្អូនមានតួលេខសម្រាប់យកទៅធ្វើកិច្ចការផ្សេងហើយនៅក្នុងកន្លងផ្សេងនេះគឺយើងអាចបន្ថែមបានទៅតាមតម្រូវការដែលបងប្អូនចង់បន្ថែមអញ្ចឹងចង់បានប្រភេទណាក៏បានគឺយើងមានការអាប់ដេតជូនហើយរបាយការណ៍នេះគឺយើងប្រើតាមរយៈកុំព្យូទ័រទូរស័ព្ទដៃឬក៏ laptop tablet តែសូមបញ្ជាក់ផងដែរថាបើសិនជាយើងប្រើជាមួយនឹងកុំព្យូទ័រគឺវាមានភាពទូលំទូលាយល្អស្រួលហើយរបាយការណ៍នេះដែរគឺយើងត្រូវការអភិវឌ្ឍបន្តទៀតនៅពេលដែលយើងរកឃើញអ្វីមួយដែលជាតម្រូវការហើយរបាយការណ៍នេះគឺយើងត្រូវការអាប់ដេតប្រចាំខែនៅពេលដែលយើងធ្វើឧទាហរណ៍ថាខែ5យើងធ្វើចប់ហើយអញ្ចឹងយើងត្រូវការទម្រង់មួយទៀតដើម្បីធ្វើទៅខែ6គឺយើងត្រូវការអាប់ដេតសម្រងប្រចាំថ្ងៃហើយនឹងរបាយការណ៍ទៅខែ6ទៀតចង់បង្ហាញបងប្អូនទាំងអស់គ្នាគឺទាក់ទងនឹង link មួយគឺសម្រាប់អង្គភាពមួយมันអាច link មួយយកទៅប្រើបានច្រើនអង្គភាពទេហើយទាក់ទងនឹង link នេះដែរគឺបើសិនជាបងប្អូនមានតម្រូវការត្រូវការបន្ថែមមុខថ្នាំណាមួយឬក៏លុបមុខថ្នាំណាមួយគឺបងប្អូនអាចទាក់ទងមកខ្ញុំតាមរយៈ Telegram ពួកយើងនឹងដោះស្រាយជូនទៅតាមតម្រូវការរបស់បងប្អូនទាំងអស់គ្នាអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាវីដេអូនេះបើសិនជាមានចម្ងល់ផ្សេងៗសូមទាក់ទងទៅតាម link Telegram ខាងលើដើម្បីសាកសួរព័ត៌មានបន្ថែមឬចង់បានវីដេអូលម្អិតទាក់ទងនឹងការប្រើប្រាស់ទម្រង់របាយការណ៍នេះអរគុណច្រើនជម្រាបលា